ពន្លឺព្រះខែភ្លឺច្បាស់តែបើជាអ្នកមើលទៅត្រជាក់ស្រេបខុសពីធម្មតានៅខាងក្នុងបន្ទប់ដេកដែលស្ងាត់ជ្រងំសំឡេងត្រូនិកនាឡិកាដើរវិញបន្លឺឡើងក្នុងពេលស្ងប់ស្ងាត់សំឡេងគោះទ្វារក៏ឮសូរឡើងទឹកហើយសុភ័ក្រក៏បានបើកភ្នែកឡើងទាំងស្របក់ភ្នែកធ្ងន់ហើយគាត់នឹងក៏មានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងកំពុងតែសម្លឹងមកមើលគាត់ក្នុងទីងងឹតគាត់លើកទូរស័ព្ទមកមើលម៉ោងស្រាប់តែពេលនោះគឺម៉ោង3ព្រឹកចំកណ្ដាលអាធ្រាត្រក្នុងគណៈពេលដែលគាត់នឹងបំរុងនឹងបិទភ្នែកដេកបន្តសំឡេងម្យ៉ាងក៏បន្លឺឡើងពីក្រៅបន្ទប់ថាតុកសំឡេងនឹងគឺជាសំឡេងគោះទ្វារវាគឺជាសំឡេងគោះទ្វារឈើដ៏យឺតតែធ្ងន់សុភ័ក្រដេកស្គីតខ្លួនកាន់ភួយជាប់នឹងដៃអ្នកណាគេមកគោះទ្វារទាំងយប់អាធ្រាត្របែបនេះហើយគាត់គិតក្នុងចិត្តទាំងបេះដូងលោតញាប់សំឡេងនោះមិនមែនជាការគោះរបស់មនុស្សដែលប្រញាប់ប្រញាល់នោះទេតែវាដូចជាការគោះដើម្បីសាក់លបងចិត្តអ្នកដែលនៅខាងក្នុងសំឡេងនឹងគូបានបន្លឺម្ដងទៀតតុកសំឡេងនោះបន្លឺឡើងជាលើកទី2តាមទម្លាប់បងសុភ័ក្របំរុងនឹងស្រែកសួរថាអ្នកណាទៅហើយក៏ប៉ុន្តែស្រាប់តែសម្ដីរបស់មនុស្សចាស់កាលពីដើមគាត់ក៏បាននឹកឃើញក៏រត់ចូលទៅក្នុងខួរក្បាលរបស់គាត់ភ្លាមបើឮសំឡេងគោះទ្វារនៅម៉ោង3អាធ្រាត្រទោះដឹងខ្លួនក៏ដោយក៏ហាមឆ្លើយតបនិងហាមដើរទៅបើកទ្វារឲ្យសោះព្រោះអ្នកដែលមកគោះអាចមិនមែនជាមនុស្សតោះចូលដល់សាច់រឿងយើងតែម្ដងទៅមុននឹងចូលដល់សាច់រឿងយើងសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច like និងជួយ subscribe ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទដើម្បីធ្វើវីដេអូបន្តជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តសូមអរគុណហើយសាច់រឿងរបស់យើងគឺបងសុភ័ក្រគាត់នឹងក៏សម្រេចចិត្តដើរទៅបើកទ្វារប៉ុន្តែគាត់មិនបានបើកទេគាត់បានលួចមើលតាមប្រហោងទ្វារហើយគាត់នឹងក៏ឃើញអ្វីម្យ៉ាងដែលមិនមែនជាមនុស្សនោះទេព្រោះតែហេតុអ្វីគឺគាត់បានមើលទៅខាងក្រោមគឺគ្មានជើងនោះទេប៉ុន្តែគាត់មើលទៅខាងលើគឺមានធម្មតាប៉ុន្តែគាត់មិនអាចបានមើលទៅដល់លើក្បាលឬមុខនោះទេដោយសារតែប្រឡោះទ្វារគាត់នឹងតូចហើយបងសុភ័ក្រហ្នឹងក៏ដកដង្ហើមញាប់ក៏ព្យាយាមទប់ចិត្តមិនឲ្យស៊ូចេញទៅក្រៅនោះទេក៏ប៉ុន្តែភ្លាមនោះសំឡេងគោះទ្វារក៏ឈប់ងក់ហើយបានបន្សល់ទុកនូវភាពស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចជាងមុនទៅទៀតហើយគាត់នឹងក៏បានផ្ទៀងត្រចៀកស្ដាប់ទាំងបែកញើសចូលខ្នងតែម្ដងសុភ័ក្របើកទ្វារឲ្យម៉ែផងកូនសំឡេងខ្សឹបតិចក៏បានបន្លឺចេញពីក្រោយទ្វារបន្ទប់ហើយវានឹងគឺជាសំឡេងដែលស្ងប់ស្ងាត់តែមានភាពរងំខុសពីធម្មតាបេះដូងរបស់បងសុភ័ក្រនឹងស្ទើរតែលោតចេញមកក្រៅហើយសំឡេងដូចដែលសំឡេងម្ដាយរបស់គាត់នឹងក៏ជាប់នៅក្នុងបេះដូងរបស់គាត់ដែរក៏ប៉ុន្តែម៉ែរបស់គាត់បានចែកឋានចេញទៅជាង3ឆ្នាំបាត់ទៅហើយពុកម៉ែបងប្អូនមិនអាចបានទេម៉ែស្លាប់បាត់ហើយគាត់នឹងគិតក្នុងចិត្តទាំងញ័រដៃញ័រជើងទៅត្រើតហើយបើកទ្វារឲ្យម៉ែមកកូនម៉ែត្រជាក់ណាស់នៅខាងក្រៅនេះងងឹតណាស់ហើយសំឡេងនោះក៏កាន់តែខិតមកក្បែរប្រហោងទ្វារដូចជាម្ចាស់សំឡេងកំពុងតែផ្អែកមុខជាប់ទៅនឹងឈើទ្វារអញ្ចឹងធ្វើឲ្យបងភ័ក្រនឹងគឺគាត់ភ័យស្រឡាំងកាំងមែនទែនហើយបងសុភ័ក្រនឹងក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកដោយភាពភ័យខ្លាចលីឡំនឹងការនឹករលឹករបស់ម្ដាយគាត់ផងដែរនោះរហូតដល់គាត់នឹងស្ទើរតែដាច់ចិត្តបើកទ្វារទៅហើយក៏ប៉ុន្តែស្រាប់តែគាត់នឹងនឹកឃើញរឿងមួយទៀតម៉ែរបស់គាត់តែងតែហៅគាត់ថាអាភ័ក្រមិនមែនហៅឈ្មោះពេញថាសុភ័ក្របែបនេះនោះឡើយបងភ័ក្រក៏គិតនឹកឃើញហើយក៏គាត់មិនបានបើកនោះទេហើយសំឡេងគោះទ្វារនោះក៏ចាប់ផ្ដើមបន្លឺឡើងទៀតតុកសំឡេងគោះទ្វារនោះក៏បន្លឺឡើងម្ដងទៀតលើកនេះវាខ្លាំងជាងមុនរហូតដល់
ទ្វាររង្គើលព្រឹបដូចជាមានអ្វីម្យ៉ាងនឹងកំពុងព្យាយាមរុញទ្វារចូលមកអញ្ចឹងហើយសំឡេងខ្សឹបដែលធ្លាប់តែទន់ភ្លន់ក៏ប្រែជាក្រលួចនិងខឹងសម្បាទៅលើបំភាក់នឹងឯងបើកទ្វារហេតុអ្វីមិនបើកទ្វារឲ្យអញចូលទៅបំភាក់គឺគាត់មានអារម្មណ៍ថាភ័យខ្លាចមែនទែនដោយសារតែសំឡេងហ្នឹងគឺចាប់ផ្ដើមគំរាមតែម្ដងហើយពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូននៅក្នុងហេតុការណ៍នោះវិញតើពុកម៉ែបងប្អូនគិតយ៉ាងណាបើសិនខ្ញុំវិញគឺដប់ភួយឃ្លុំនៅលើក្រេហ្នឹងហើយមិនហ៊ានបើកមិនហ៊ានចេញមកមើលនោះទេហើយពេលនោះដែរសំឡេងសម្រែកស្រែកគំរាមកំហែងទៅពីក្រោយទ្វារធ្វើឲ្យបំភាក់ហ្នឹងស្ទើរតែលុះព្រលឹងហើយគាត់នឹងក៏ដឹងច្បាស់ថាអ្វីដែលនៅខាងក្រៅនោះគឺមិនមែនជាម្ដាយរបស់គាត់ឡើយដោយក្តីអស់សង្ឃឹមគាត់នឹងក៏ប្រញាប់អង្គុយពេនភ្នែនលើក្រេលើកដៃប្រណម្យហើយក៏ចាប់ផ្ដើមសូត្រធម៌ដែលគាត់នឹងចាំទាំងរដាក់រដប់អិតិពិសោភិក្ខវៈអរហង្គសម្មាសម្ពុទ្ធោហើយគ្រាន់តែគាត់សូត្រមិនទាន់បានមួយចប់ផងក៏ស្រាប់តែមានសំឡេងក្រាំងឮយ៉ាងខ្លាំងឯទ្វារឈើដ៏រឹងមាំក៏ចាប់ផ្ដើមប្រេះស្រាំបន្តិចម្ដងហើយភ្លាមនោះពុកម៉ែបងប្អូនដឹងយ៉ាងម៉េចអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺក៏បានកាត់ឡើងដៃស្រីខ្មៅស្រងិញមួយដែលមានក្រចកវែងនិងស្រួចដូចជាកាំបិតអញ្ចឹងក៏បានលុកចេញពីប្រហោងដែលបែកនៅនៃទ្វារនោះក៏បានលុកចូលមកខាងក្នុងហើយដៃនោះដែរមានសភាពស្គមស្គាំងក្រញញក្រញាងស្បែករលួយរហែកនិងមានក្លិនស្អុយឆ្អាបដូចជាសត្វដែលងាប់យូរថ្ងៃអញ្ចឹងពុកម៉ែបងប្អូនហើយដៃនឹងវាព្យាយាមវារកកន្លឹះទ្វារពីខាងក្រៅពីខាងក្នុងផ្ទះរបស់បំភាក់ហ្នឹងឯងហើយបំភាក់ហ្នឹងក៏ផ្អាកសូត្រសិនតើគ្មានអ្នកណាជួយឯងបាននោះទេសំឡេងក្រលួចនោះក៏សើចក្អាកក្អាយយ៉ាងព្រឺព្រួយតែម្ដងឯបំភាក់ហ្នឹងក៏បែកញើសហូរស្រក់ដូចទឹកភ្លៀងចឹងគាត់នឹងបិទភ្នែកចិត្តហើយបង្កើនសំឡេងសូត្រធម៌នឹងឲ្យកាន់តែខ្លាំងជាងមុនទៅទៀតឯក្នុងចិត្តគាត់នឹងនឹកដល់គុណបុណ្យកតញ្ញូដែលគាត់នឹងធ្លាប់បានធ្វើចំពោះម្ដាយរបស់គាត់កាលពីម្ដាយនៅរស់ហើយស្រាប់តែមានពន្លឺពណ៌មាសស្រអាប់ក៏បានបញ្ចេញពីខ្សែកដែលគាត់នឹងពាក់ជាប់នឹងខ្លួននឹងឯងពុកម៉ែបងប្អូនសត្វចម្លែកនោះស្រែកយ៉ាងខ្លាំងហើយក៏ឈឺចាប់ពេលដែលដៃរបស់វាប៉ះទៅនឹងរស្មីនៃធរវាក៏ប្រញាប់ដកដៃចេញវិញយ៉ាងលឿនដោយសារតែវាក្តៅណាបងប្អូនហើយដល់ពេលវាប៉ះជាមួយនឹងធរហើយមិនមានព្រាសទីខ្សែកបងភាគហ្នឹងគឺមានរូបព្រាសហើយស្របពេលដែលផ្ទះទាំងមូលចាប់ផ្ដើមញ័ររង្គើលតែម្ដងគឺផ្ទះហ្នឹងគឺញ័រខ្លាំងមែនទែនហើយបន្ទាប់ពីសម្រែកដ៏ស្រួចស្រាវនោះក៏បានបាត់ស្ងាត់ទៅភាពងងឹតសូនឈឹងក៏ត្រឡប់មកគ្របដណ្ដប់បន្ទប់វិញឯបំភាក់ហ្នឹងក៏អង្គុយញ័រទៅត្រើតនៅលើក្រេរហូតដល់ភ្លឺទៅពុកម៉ែបងប្អូនហើយគាត់នឹងក៏មិនហ៊ានសូម្បីតែងាកមើលទៅទ្វារនោះដែរឬដាក់ជើងចុះពីលើពូកឡើយហើយលុះដល់ពេលព្រះអាទិត្យរះជះពន្លឺចូលតាមបង្អួចទើបគាត់ដាច់ចិត្តក្រោកឈរគាត់នឹងដើរទៅមើលទ្វារបន្ទប់យឺតក៏ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ័យខ្លាំងបំផុតនោះគឺទ្វារឈើដែលធ្លាប់តែបែកបាក់និងមានដៃលូកចូលមកក្នុងនោះបែរជាស្ថិតនៅសភាពធម្មតាគ្មានស្នាមប្រេះសូម្បីតែបន្តិចនោះឡើយតើវាគ្រាន់តែជាសុបិនមែនទេគាត់ដកដង្ហើមធំដោយក្តីធូរស្រាលហើយគាត់គិតថាប្រហែលជាខ្លួនឯងមកនឹកម្ដាយខ្លាំងពេកចឹងណាទើបយល់សពឃើញរឿងរ៉ាវដ៏រន្ធត់បែបនេះបងសុភ័ក្រក៏ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីលុបមុខបំបត្តិភាពតប់ប្រមាថគាត់ដោះអាវយឺតពណ៌សរបស់គាត់នឹងចេញបំរុងនៅងូតទឹកក៏ប៉ុន្តែនៅខណៈដែលគាត់ងាកខ្នងចំកញ្ចក់គាត់នឹងក៏ស្រឡាំងកាំងតែម្ដងភ្នែករបស់គាត់នឹងបើកធំទាំងភាពតក់ស្លុតនៅលើកញ្ចឹងករបស់គាត់ឃើញមានចំហាយទឹកបង្ហាញរូបរាងស្នាមមេដៃខ្មៅស្រងិញស្រងងចំនួន5ជាប់យ៉ាងច្បាស់នៅលើខ្នងរបស់គាត់ចំកន្លែងដែលសត្វចម្លែកនោះព្យាយាមលូកដៃចាប់គាត់ចឹងណា
ហើយអ្វីដែលកាន់តែរន្ធត់ជាងនេះទៅទៀតនោះគឺនៅពីក្រោមស្នាមមេដៃនោះមានអក្សរដែលសរសេរដោយឈាមជ្រាបចេញពីស្បែករបស់គាត់ថាអញនឹងត្រឡប់មកវិញនៅម៉ោង 3 យប់នេះទៀតហើយបងសុភាក៏បោះចំហៀនថយក្រោយទាំងលុះប្រលឹងហើយគាត់ងាកទៅមើលមាត់ទ្វារបន្ទប់ទឹកយឺតឯសំឡេងគោះទ្វារនឹងក៏ចាប់ផ្ដើមលឺទៀតដែរតុកតុកតុកក៏ចាប់ផ្ដើមបន្លឺឡើងតិចតិចជាថ្មីម្ដងទៀតទោះបីជាពេលនេះជាពេលថ្ងៃត្រង់ក៏ដោយហើយបងសុភ័ក្រនឹងក៏បានបោះចំហៀនថយក្រោយរហូតដល់ខ្នងប៉ះទៅនឹងជញ្ជាំងបន្ទប់ទឹកដល់ត្រជាក់ស្រេបឯសំឡេងគោះទ្វារនៅតែបន្លឺនៅពេលថ្ងៃត្រង់ច្បាស់បែបនេះវាខុសពីធម្មជាតិទាំងស្រុងគាត់ក៏ព្យាយាមដកដង្ហើមវែងរួចក៏សម្រេចចិត្តស្ទុះទៅបើកទ្វារបន្ទប់ទឹកមើលដើម្បីបញ្ចប់រឿងគ្រប់យ៉ាងកុំឲ្យមានការភ័យខ្លាចតទៅទៀតហើយគាត់ក៏បានបើកទ្វារលឺសូរតែផាំងទ្វារក៏បានរបើកចេញតែគ្មានមនុស្សនៅពីក្រៅនោះទេឬស្រមោលអ្វីនៅខាងក្រៅនោះឡើយហើយអ្វីដែលនៅចំពោះមុខគាត់នឹងគឺបន្ទប់ទឹកគឺបន្ទប់ដេកដ៏ស្ងប់ស្ងាត់ដដែលរបស់គាត់នឹងឯងក៏ប៉ុន្តែនៅពេលដែលគាត់ងាកមកមើលកញ្ចក់ម្ដងទៀតហើយស្នាមដៃខ្មៅនៅលើខ្នងរបស់គាត់នឹងបែរជាប្រែពណ៌ទៅជាក្រហមឈាមតែម្ដងហើយវាក៏ចាប់ផ្ដើមរាលដាលពេញស្បែកខ្នងរបស់គាត់នឹងដូចជាឫសឈើអញ្ចឹងហើយបងសុភ័ក្រនឹងមានអារម្មណ៍ថាខ្លួនប្រាណកាន់តែធ្ងន់ធ្ងរទៅហើយភ្នែករបស់គាត់នឹងចាប់ផ្ដើមងងឹតស្លុបគាត់នឹងក៏បានដួលស្ដោកស្ដឹងទៅនឹងមាត់ទ្វារបន្ទប់ទឹកបងសុភ័ក្រនឹងក៏បើកភ្នែកឡើងមកម្ដងទៀតគាត់ក៏ឃើញខ្លួនឯងកំពុងដេកនៅលើគ្រែដដែលគាត់នឹងប្រញាប់ស្ទុះទៅមើលនាឡិកាហើយពេលនោះដែរគឺម៉ោង 3 ព្រឹកទៀតហើយពុកម៉ែបងប្អូនវាជាសុបិនមែនទេរឿងដែលកើតឡើងមិញនេះក៏ជាសុបិនដែរគាត់សួរខ្លួនឯងនឹងទាំងអស់សង្ឃឹមឯសំឡេងគោះទ្វារបន្លឺឡើងម្ដងទៀតក៏ប៉ុន្តែលើកនេះវាមិនមែនបន្លឺចេញពីទ្វារបន្ទប់ទេវាបន្លឺចេញពីខាងក្រោមគ្រែរបស់គាត់ទៅវិញពុកម៉ែបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនលឺនៅក្រោមគ្រែគោះអញ្ចឹងមានអារម្មណ៍យ៉ាងម៉េចដែរហើយស្រមោលខ្មៅស្រងីងមួយនោះក៏បានចាប់លូនចេញពីក្រោមគ្រែគាត់នឹងយឺតឯមុខមាត់របស់វានឹងគឺពិតជាមុខរបស់បងភ័ក្ត្របេះដាក់តែម្ដងភ្នែករបស់វាមានពណ៌សនឹងគឺអត់មានពណ៌ខ្មៅអញ្ចឹងណានឹងមានស្នាមញញឹមដល់ស្លឹកត្រចៀកវាខ្សឹបដាក់ត្រចៀកបងសុភ័ក្រតិចថាអរគុណដែលបានបើកទ្វារឲ្យអញចូលមកក្នុងខ្លួនឯងឥឡូវដល់ពេលឯងដេកក្រោមគ្រែវិញម្ដងហើយបងសុភ័ក្រគាត់ក៏ចង់ស្រែកទៅគ្មានសំឡេងខ្លួនប្រាណរបស់គាត់ក៏ចាប់ផ្ដើមរលាយចូលទៅក្នុងស្រមោលងងឹតរហូតដល់បាត់ឈឹងតែម្ដងនៅព្រឹកបន្ទាប់បងសុភ័ក្រក៏បានដើរចេញពីបន្ទប់ដោយញញឹមដល់ចម្លែកហើយគាត់ដើរទៅរកនៅជិតខាងរួចខ្សឹបប្រាប់ថាយប់នេះបើឮសំឡេងគោះទ្វារម៉ោង 3កុំភ្លេចបើកទ្វារឲ្យខ្ញុំផងណាហើយខណៈនោះដែរបងសុភ័ក្រក៏ខ្លែងខ្លាយបងសុភ័ក្រនឹងដែលខ្លែងខ្លាយដែលខ្មោចវាចូលក៏បានដើរចេញក្រៅទាំងស្នាមញញឹមដ៏គួរឲ្យខ្លាចម្ដងទៀតហើយបងសុភ័ក្រពិតប្រាកដមិនបានរលាយបាត់ទៅណានោះឡើយគាត់មានអារម្មណ៍ថាខ្លួនឯងកំពុងស្ថិតនៅក្នុងលោកមួយខាងទៀតដែលមានតែពណ៌ប្រផេះនិងភាពត្រជាក់ស្រេបតែម្ដងហើយគាត់ព្យាយាមស្រែកហៅអ្នកជិតខាងព្យាយាមគោះជញ្ជាំងតែគ្មានអ្នកណាឮឡើយគាត់ដឹងខ្លួនថាឥឡូវនេះគេបានคลายជាស្រមោលដែលជាប់ឃុំក្នុងបន្ទប់ខ្លួនឯងនោះហើយរាល់ពេលដែលអបិសាចនោះឆ្លុះកញ្ចក់បងសុភ័ក្រតែងតែឃើញមុខមាត់ដ៏អាក្រក់ពិតប្រាកដរបស់វាលើជញ្ជាំងវាអើតាមបង្អួចសម្លឹងមើលមនុស្សក្មេងចាស់នៅក្នុងភូមិដោយកែវភ្នែករបស់វានឹងស្រេកឃ្លានតែម្ដងឯងចង់បានខ្លួនឯងទៅវិញទេសំឡេងក្រលួចរបស់អាបិសាចនោះបានបន្លឺឡើងខណៈវាកំពុងស្ថិតក្នុងកញ្ចក់មុខរបស់បងភ័ក្ត្រព្យាយាមសរសេរអក្សរលើចំហាយទឹកក្នុងកញ្ចក់ថាតើឯងចង់បានអីឲ្យប្រកាសអាបិសាចនោះក៏បានសើចក្អាកក្អាយតែម្ដងយប់នេះម៉ោង 3 អត្រាបើឯងអាចរកអ្នកជំនួសម្នាក់មកបើកទ្វារឲ្យឯងបានឯងនឹងបានសេរីភាពតែបើមិនបានទេ
ប្រលឹងឯងនឹងខ្លាយជាចំណីរបស់អញជាដរាបស្រាប់តែពេលនោះបងភ័ក្រស្ថិតក្នុងភាពលំបាកបំផុតដើម្បីរស់គាត់ត្រូវតែធ្វើជាអ្នកគោះទ្វារបន្លំសំលេងជាមនុស្សជាទីស្រឡាញ់របស់គាត់ដើម្បីបោកបញ្ឆោតអ្នកដទៃឲ្យមកជាប់អន្ទាក់ជំនួសគាត់ទៅវិញហើយម៉ោងក៏ជិត3ភ្លឺទៅហើយបងសុភ័ក្រឃើញមិត្តភ័ក្តិល្អបំផុតរបស់គាត់គឺបងលីកំពុងដើរកាត់មុខផ្ទះទាំងយប់អត្រាអាបិសាចនោះរុញប្រលឹងបងសុភ័ក្រឲ្យទៅឈរនៅក្រោយទ្វាររួចខ្សឹបថាគោះទៅហៅវាទៅបើឯងចង់រស់បងសុភ័ក្រលើកដៃទាំងញ័រទៅត្រើតដោយសារតែគាត់នឹងស្រឡាញ់មិត្តភក្តិរបស់គាត់ឯបេះដូងគាត់ឈឺចាប់ជាខ្លាំងតើគាត់នឹងគោះទ្វារបោកមិត្តភក្តិដើម្បីសង្គ្រោះខ្លួនឯងឬក៏សុខចិត្តជាប់ឃុំនៅទីនេះជារឿងរហូតហើយសំឡេងគោះទ្វារនឹងក៏បានបន្លឺបន្តទៀតក្នុងភាពស្ងប់ស្ងាត់ជ្រងំហើយនៅពីក្រោយទ្វារដងងងឹតស្លុបប្រលឹងរបស់បងភ័ក្រក៏កំពុងយំសោកយ៉ាងវេទនាខណៈដែលអបិសាចក្នុងរូបរាងរបស់គាត់កំពុងបង្ខំឲ្យគាត់នឹងគោះទ្វារហៅមិត្តភ័ក្តិឲ្យចូលមកក្នុងអន្ទាក់ដៃរបស់បងភ័ក្រនឹងញ័រទៅត្រើតគាត់មិនចង់ធ្វើបាបមិត្តភ័ក្តិនោះឡើយហើយសំឡេងនឹងគាត់ក៏បានគោះទ្វាររបស់បងលីនឹងទៅតុកតុកហើយសំឡេងគោះទ្វារនឹងក៏បានបន្លឺយឺតយឺតឯបងលីដែលឈរនៅខាងក្រៅផ្ទះមិនបានបង្ហាញអាការៈភ័យខ្លាចនោះឡើយផ្ទុយទៅវិញគាត់ឈរយ៉ាងនឹងធឹងរួចក៏ងាកទៅនិយាយជាមួយបុរសចំណាស់ម្នាក់ដែលគ្របដណ្ដប់ដោយស្បៃពណ៌សនឹងមានពាក់ខ្សែកកញ្ចក់អាកំបាំងបុរសនោះគឺជាលោកគ្រូសាច់គ្រូអាបដែលមានឈ្មោះល្បីខាងបងក្រាបប្រលឹងបិសាចលោកគ្រូវាស្ថិតនៅក្នុងនោះហើយបងលីខ្សឹបប្រាប់លោកគ្រូសាក់ទាំងញាប់ញ័របងសាក់ខ្លែងខ្លាយដែលនៅក្នុងផ្ទះក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលវាកំពុងតែញញឹមត្រៀមចាំទទួលចំណីថ្មីតែស្រាប់តែវាមានអារម្មណ៍ថាកម្ដៅយ៉ាងខ្លាំងកំពុងឆេះរោលពេញផ្ទះនោះតែម្ដងលោកគ្រូសាក់ក៏ចាប់ផ្ដើមសូត្រមន្តគាថារួចយកទឹកមន្តប្រោះទៅលើទ្វារផ្ទះអាបិសាចដែលស្ថិតក្នុងខ្លួនរបស់បងភ័ក្រក៏ស្រែកយ៉ាងឈឺចាប់បំផុតវាប្រកាច់លើឥដ្ឋស្បែករបស់វាក៏ចាប់ផ្ដើមខ្មៅខ្លោចដូចត្រូវភ្លើងឆេះអញ្ចឹងហើយប្រលឹងរបស់បងលីបងសាក់ហ្នឹងដែលជាប់ឃុំក៏ចាប់ផ្ដើមមានពន្លឺឡើងវិញឯបងលីអាលីជួយអញផងបងសាក់ហ្នឹងក៏ស្រែកពីក្នុងកញ្ចក់ហ្នឹងឯងឯបងលីឮសំឡេងមិត្តភ័ក្តិក៏ប្រញាប់យកខ្សែចំណងសិលរបស់លោកគ្រូសាក់ហ្នឹងប្រគល់ទៅឲ្យទៅចងព័ទ្ធជុំវិញផ្ទះដើម្បីកុំឲ្យអបិសាចនោះរត់ចេញរួចឯលោកគ្រូសាក់លើកដាវអាកំបាំងឡើងរួចចង្អុលចំទ្វារណែប្រលឹងទុច្ចរិតចូលឯងចេញពីខ្លួនគេភ្លាមបើឯងមិនចង់រលាយខ្លាចជាផែននោះទេអបិសាចនោះមិនព្រមចោះចាញ់ងាយឡើយវាក៏ស្ទោះទៅរកកញ្ចក់បំរុងនឹងទាញយកប្រលឹងបងសាក់មកធ្វើជាខែលការពារខ្លួននឹងឯងហើយនៅពេលដែលបងសាក់គាត់បានឮសំឡេងស្រែកចេញពីក្នុងផ្ទះទាំងការឈឺចាប់របស់បងលីលេងអាចទ្រាំនៅចាំខាងក្រៅបានទីនោះហើយទោះបីជាលោកគ្រូសាក់នឹងខំខាត់យ៉ាងណាក៏ដោយកុំអាលចូលទៅសិលមិនតន់ស៊ុបនៅឡើយនោះទេឯបងលីក៏មិនស្ដាប់ដែរគាត់បានធាក់ទ្វារសូទៅផាំងឯបងលីក៏បានធាក់ទ្វារទម្លុះចូលទៅក៏កំពុងតែញ័ររង្គើបែកទៀតចេញទៅខាងក្នុងហើយរូបភាពដែលគាត់បានឃើញចំពោះមុខគឺជារូបរាងរបស់បងសាក់ដែលកំពុងតែប្រកាច់នៅលើឥដ្ឋក៏ប៉ុន្តែមុខមាត់របស់គាត់ប្រែប្រួលគួរឲ្យខ្លាចបាត់ទៅហើយភ្នែករបស់គាត់ឡើងក្រហមឈាមតែម្ដងហើយក្រចកដៃវែងកំពុងតែខ្វាចដីក្រពើអបិសាចនៅក្នុងខ្លួនរបស់បងភ័ក្រកាលបើបងលីចូលទៅក្នុងក៏វាស្ទុះងើបភ្លាមរួចក៏សើយ៉ាងក៏កងរំពងតែម្ដងឯងមកដល់ហើយមិត្តសម្លាញ់មកស្លាប់ជំនួសវាទៅអបិសាចនោះក៏ស្ទុះទៅរកបងលីទាំងកំរោលក៏ប៉ុន្តែបងលីមិនថយក្រោយឡើយគាត់នឹងក៏ស្ទុះទៅអោបខ្លួនរបស់បងភ័ក្រ
ជាប់រួចក៏យកខ្សែចំណងសិលដែលលោកគ្រូសាក់នឹងឲ្យមកចងព័ទ្ធជុំវិញរបស់ខ្លួនគេនិងខ្លួនរបស់បងភ័ក្រនឹងបញ្ចូលគ្នាតែម្ដងចេញទៅកុំយកខ្សែនេះមកប៉ះអញបិសាចស្រែកយំយ៉ាងឈឺចាប់ក៏ព្រោះតែខ្សែសិលកំពុងតែដុតរោលប្រលឹងអាក្រក់របស់វាឲ្យចេញពីសាច់ឈាមរបស់បងភ័ក្របងភ័ក្រក៏ដឹងខ្លួនឡើងកុំចាញ់វាលីស្រែកដាក់ត្រចៀកមិត្តភ័ក្តិទាំងត្រូវក្រចកបីសាច់ខ្វាចដាច់ឈាមស្រោចយ៉ាងណាក៏ដោយហើយនៅក្នុងលោកីនៅក្នុងលោកនៃស្រមោលបងភ័ក្រហ្នឹងក៏ឃើញមិត្តរបស់គាត់នឹងកំពុងតែរងគ្រោះថ្នាក់ហើយក៏គាត់ដើម្បីត្រៀមជួយបងភ័ក្រដែរបងលីគាត់ប្រមូលកម្លាំងចិត្តទាំងអស់ដើររកបិសាចដែលកំពុងតែគ្របដណ្ដប់លើរូបរាងរបស់គាត់រួចលូកដៃច្របាច់កវាយ៉ាងខ្លាំងទៅខាងក្នុងរបស់បិសាចនឹងវិញលោកគ្រូសាក់ហ្នឹងក៏ដើរចូលមកតាមក្រៅក៏លើកអាងទឹកមុនឡើងរួចក៏សូត្រគាថាចុងក្រោយសូមអំណាចបារមីបណ្ដាញចង្រៃឲ្យវិនិច្ឆ័យសាបសូន្យយីហោលោកគ្រូសាក់ជះទឹកមុនចំកណ្ដាលដើមទ្រូងរបស់បងភ័ក្រក៏ស្រាប់តែមានផ្សែងខ្មៅស្រងងាញ់មួយហក់ចេញពីមាត់របស់បងភ័ក្រហោះទៅបុកនឹងជញ្ជាំងរួចក៏រលាយបាត់ទៅក្នុងភាពងងឹតបងភ័ក្រនិងបងលីដួលដេកស្ដុកស្ដឹងនៅលើឥដ្ឋទាំងពីរនាក់តែម្ដងហើយរឿងក៏មិនបានចប់ត្រឹមនឹងទេលុះមួយខែក្រោយបានកន្លងផុតទៅបងភ័ក្រនិងបងលីក៏ព្យាយាមរស់នៅក្នុងជីវិតធម្មតាឡើងវិញបងភ័ក្របានជួសជុលទ្វារផ្ទះថ្មីនិងបិទយ័ន្តការពារគ្រប់ទិសទីតាមដំបូន្មានរបស់លោកគ្រូសាក់ក៏ប៉ុន្តែមានរឿងមួយដែលបងភ័ក្រគាត់មិនដែលបានប្រាប់អ្នកណាឡើយនោះគឺស្នាមរបួសលើស្មារបស់បងលីដែលកើតពីការខ្វាចរបស់អបិសាចនោះវាមិនព្រមសះស្បើយសោះប្រសាយបងប្អូនហើយយប់មួយក្នុងគណៈដែលបងលីកំពុងតែគេងលក់នៅក្នុងផ្ទះរបស់គាត់ក៏ស្រាប់តែមានអារម្មណ៍ថាត្រជាក់ស្រេបនៅត្រង់មុខរបួសរបស់គាត់ក៏បានបើកភ្នែកឡើងក្នុងភាពងងឹតម៉ោង 2:59 នាទីព្រឹកទៀតហើយនាឡិកាក៏លោតម៉ោង 3 គត់បងលីមានអារម្មណ៍ថាខ្លួនប្រាណរបស់គាត់នឹងរឹងកំព្រឹសមិនអាចកម្រើកបានគាត់ព្យាយាមស្រែកតែគ្មានសំឡេងចេញមកឡើយភ្លាមនោះមុខរបួសនៅលើស្មារបស់គាត់ក៏ចាប់ផ្ដើមមានផ្សែងហុយពណ៌ខ្មៅចេញមកយឺតរួចក៏ប្រែរូបរាងទៅជាដៃខ្មៅស្រងាញ់ដែលបងភ័ក្រនឹងធ្លាប់ឃើញពីមុនមកឯងស្មានថាវាចប់មែនទេសំឡេងក្រលួចដែលឮសាំត្រជីបន្លឺឡើងចេញពីក្នុងបំពង់ករបស់បងលីផ្ទាល់តែម្ដងអញមិនបានទៅណានោះទេអញគ្រាន់តែបដូរផ្ទះស្នាក់នៅតែប៉ុណ្ណោះនៅឯផ្ទះរបស់បងភ័ក្រវិញបងលីក៏ស្រាប់បងភ័ក្រក៏ស្រាប់តែភ្ញាក់ពីដំណេកញ័រទ្រូងតែម្ដងគាត់ប្រញាប់លើកទូរស័ព្ទរបស់បានខលទៅបងលីភ្លាមសំឡេងទូរស័ព្ទក៏បានមិនលឺឡើយបងលីគាត់ចុចទទួលក៏ប៉ុន្តែអ្នកដែលនិយាយមិនមែនជាបងលីនោះឡើយសំឡេងបងលីនិយាយយឺតក៏ប៉ុន្តែមានសំឡេងសើចអឹកនៅពីខាងក្រៅយប់នេះអញមកលេងផ្ទះឯងម្ដងទៀតហើយណាកុំភ្លេចបើកទ្វារឲ្យអញផងបងភ័ក្រនឹងក៏ស្ទោះក្រោកពីគ្រែទាំងភ័យស្លន់ស្លោគាត់តាមមើលកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះរបស់គាត់ក៏បានឃើញបងលីកំពុងឈរនៅពីមុខផ្ទះទ្វាររបស់គាត់តែម្ដងក៏ប៉ុន្តែអ្វីដែលរំភើបបំផុតនោះគឺបងលីមិនមែនឈរដោយជើងទាំងពីរឡើយគឺគាត់កំពុងតែហោះផុតពីដីបន្តិចហើយក្បាលរបស់គាត់កំពុងតែងាកមកក្រោយ180ដឺក្រេគឺជុំវិញវិលជុំវិញតែម្ដងក៏បានសម្លឹងមើលកាមេរ៉ារួចក៏ញញឹមដាក់បងភ័ក្រនឹងឯងពុកម៉ែបងប្អូនហើយសំឡេងគោះទ្វារក៏បានបន្លឺឡើងម្ដងទៀតហើយលើកនេះបងភ័ក្រដឹងច្បាស់ថាទោះបីមានគ្រូអាបឬមានយន្តការពារក៏ដោយក៏មិនអាចខាត់មិត្តភ័ក្តិរបស់គាត់បានដែរក៏ព្រោះតែបិសាចនោះ
បានរស់នៅក្នុងខ្លួនមនុស្សដែលគេទុកចិត្តបំផុតបាត់ទៅហើយបុព្វក៏ឈរនៅពីក្រោយទ្វារទាំងទឹកភ្នែកស្រក់ហូរចុះមកម្ដងទៀតគាត់បានឮសំឡេងរបស់បងលីយំស្រែកអង្វរនៅពីខាងក្រៅលីឡំនឹងសំឡេងសាច់ដកក្រលួចរបស់បិសាចនឹងឯងបើកទ្វារឲ្យអញឈឺណាស់វាកំពុងស៊ីអញពីខាងក្នុងហើយសំឡេងរបស់បងលីប្រែជាខ្សោដោយអស់កម្លាំងបងភ័ក្រដឹងថាបើយឺតពេលតែបន្តិចបងលីនឹងត្រូវបិសាចនោះលេបត្របាក់ប្រលឹងទាំងស្រុងតែម្ដងហើយគាត់ក៏សម្រេចចិត្តប្រថុយបងភ័ក្រមិនបើកទ្វារធំនោះទេតែគាត់រត់ទៅយកកញ្ចក់បុរាណដែលលោកគ្រូសាក់ធ្លាប់ផ្ដាំថាកុំប្រើវាបើមិនដល់ដំណាក់កាលចុងក្រោយទេបងភ័ក្រក៏បើកមកអួចតូចមួយរួចជះពន្លឺពិលឆ្លុះតាមកញ្ចក់នោះទៅលើមុខរបស់បងលីបិសាចដែលនៅក្នុងខ្លួនរបស់បងលីក៏ស្រែកយ៉ាងខ្លាំងដូចជាសត្វត្រូវរបួសអញ្ចឹងរូបរាងខ្មៅស្រងិញក៏ចាប់ផ្ដើមលិចចេញពីស្រមោលរបស់បងលីហើយខណៈនោះបងលីក៏ស្ទុះទៅបើកទ្វាររួចទាញបងវិបុកបងលីចូលមកក្នុងផ្ទះរួចក្រវាត់កញ្ចក់នោះទៅក្រៅផ្ទះបាត់ទៅកញ្ចក់ក៏បានបែកខ្ចាយជាបំណែកនៅមុខផ្ទះរបស់គាត់ក៏ស្រាប់តែភាពស្ងាត់ជ្រងំក៏ត្រឡប់មកវិញបងលីក៏ដេកដង្ហក់នៅលើឥដ្ឋខ្លួនប្រាណរបស់គាត់ត្រឡប់មកជាធម្មតាវិញហើយក៏ប៉ុន្តែមានរឿងចម្លែកមួយកើតឡើងលោកគ្រូសាក់ស្រាប់តែបង្ហាញខ្លួននៅមុខផ្ទះគាត់ម្ដងទៀងទឹកមុខស្ងប់ស្ងាត់ខុសពីធម្មតាលោកគ្រូសាក់ដើរចូលមកក្នុងផ្ទះយឺតរួចសម្លឹងមើលកំទេចកញ្ចក់បត់ដែលបែកខ្ចាត់ខ្ចាយនឹងហើយគាត់ញញឹមយ៉ាងត្រជាក់រួចនិយាយថាល្អណាស់ភ័ក្រឯងបានជួយមិត្តឯងហើយឯងក៏បានបំផ្លាញគុកដែលឃុំអញជាច្រើនឆ្នាំនេះមកដែរបងភ័ក្រនិងបងលីស្រឡាំងកាន់លោកគ្រូសាក់ដែលពួកគាត់ធ្លាប់ជឿជាក់បែរជាមានស្រមោលវែងខុសពីមនុស្សធម្មតាទៅវិញហើយនៅលើខ្នងដៃរបស់គាត់មានស្នាមមេដៃខ្មៅចំនួន5ដូចដែលបងលីធ្លាប់ប៉ះដាក់អញ្ចឹងដូចគ្នាបេះបាត់អញ្ចឹងលោកគ្រូមានន័យថាម៉េចបងភ័ក្រសួរទៀងញ័រមាត់បិសាចដែលឯងឃើញគ្រាន់តែជាកូនចៅរបស់អញតែប៉ុណ្ណោះកញ្ចក់ដែលឯងទើបតែបំបែកមិញនេះគឺជាអ្វីដែលឃុំអំណាចពិតប្រាកដរបស់អញទុកជាច្រើនឆ្នាំមកហើយឥឡូវពិភពលោកនេះនឹងคล้ายជាម៉ោង3អត្រាជារៀងរហូតមេឃដែលកំពុងតែរះប្រងព្រាតក៏ស្រាប់តែប្រែជាខ្មៅងងឹតស្លុបតែម្ដងសំឡេងគោះទ្វារក៏ចាប់ផ្ដើមបន្លឺឡើងគ្រប់ផ្ទះទាំងអ្នកភូមិនៅក្នុងភូមិឮសូរតែតុកគ្រប់តែផ្ទះតែម្ដងពុកម៉ែបងប្អូនខណៈដែលលោកគ្រូសាក់ស្ដេចបិសាចកំពុងតែសើចក្អាយស្រូបយកធម្មពលពីភាពភ័យខ្លាចពីគ្រប់ទិសទីបងភ័ក្រក៏នឹកឃើញដល់ពាក្យបណ្ដាំចុងក្រោយរបស់ម្ដាយគាត់ទោះបីជាយ៉ាងមានរឿងកើតឡើងក៏ដោយកុំឲ្យភាពខ្មៅងងឹតគ្រប់ដណ្ដប់លើសតិខ្លួនឯងឲ្យសោះបងភ័ក្រក៏ងាកមើលទៅលើរូបថតម្ដាយដែលកំពុងតែនៅជាប់ជញ្ជាំងក៏ស្រាប់តែរូបថតនោះជះពន្លឺសទន់ភ្លន់ម្យ៉ាងបងភ័ក្រយល់ភ្លាមព្រលើងម្ដាយរបស់គាត់មិនដែលទៅណាឆ្ងាយទេគឺនៅតាមថែរក្សាគាត់នឹងជានិច្ចបងលីកាន់ដៃអញឲ្យជាប់បងភ័ក្រនឹងស្រែកប្រាប់មិត្តរបស់គាត់អ្នកទាំងពីរក៏ចាប់ដៃគ្នារួចបងភ័ក្រក៏យកដៃម្ខាងទៀតទៅប៉ះរូបថតរបស់ម្ដាយគាត់ស្រាប់តែភ្លាមនោះពន្លឺសនោះក៏រៀលដាលពេញខ្លួនរបស់អ្នកទាំងពីរលោកគ្រូសាក់ដែលកំពុងមានអំណូតក៏ស្រាប់តែស្រែកចាចព្រោះតែពន្លឺនៃកតញ្ញូតាធម៌គឺជាអាវុធតែមួយគត់ដែលបិសាចមិនអាចបំប៉ះពាល់បាននោះទេមិនអាចទេមុនអាគមអញខ្លាំងបំផុតហេតុអីក៏ឯងមានពន្លឺនេះស្ដេចបិសាចស្រែកទាំងឈឺចាប់ព្រោះលោកគ្រូភ្លេចរឿងមួយហើយមុនអាគមនេះអាចឈ្នះមនុស្សតែមិនអាចឈ្នះក្តីស្រឡាញ់ដែលម្ដាយមានចំពោះកូននោះឡើយបងភ័ក្រតបវិញទាំងសេចក្តីក្លាហានបងភ័ក្រនិងបងលីក៏ស្ទុះទៅអោបជើងរបស់លោកគ្រូសាក់ជាប់
រួចក៏សូត្រធម៌មេត្តាករុណាដែលម្ដាយធ្លាប់បង្រៀនតាំងពីតូចមកហើយពន្លឺសចេញពីខ្លួនរបស់មងលីចាប់ផ្ដើមបឺតស្រូបយកផ្សែងខ្មៅចេញពីខ្លួនរបស់លោកគ្រូសាក់ផ្ទះទាំងមូលញ័ររង្គើរំជួយដីម្ដងទៀតទៅហើយកញ្ចក់ដែលធ្លាប់តែបែកបាក់ចាប់ផ្ដើមហោះផ្គុំគ្នាមកវិញតែលើកនេះវាមិនមែនជាកញ្ចក់បិសាចនោះទេវាប្រែជាកញ្ចក់ទឹកដែលឆ្លុះបញ្ចាំងតែការពិតហើយរូបរាងស្ដេចបិសាចក៏ត្រូវបានទាញចូលទៅក្នុងកញ្ចក់នោះបន្តិចម្ដងទេអញមិនព្រមទៅវិញទេស្ដេចបិសាចខំតស៊ូតែចុងក្រោយក៏ត្រូវរលាយបាត់ចូលទៅក្នុងកញ្ចក់រួមជាមួយភាពងងឹតដែលគ្របដណ្ដប់នៅលើពិភពលោកយើងនេះហើយពេលនោះដែរក៏បានចប់សពគ្រប់ទៅក៏ប៉ុន្តែមិនទាន់ចប់មែនទេនោះទេបន្ទាប់ពីជីវិតបំភាក់នឹងមងលីហាក់ដូចជាត្រឡប់មកសភាពធម្មតាវិញមែនក៏ប៉ុន្តែមានរឿងមួយដែលបំភាក់ចាប់ផ្ដើមសម្គាល់ឃើញខ្លួនឯងចាប់តាំងពីថ្ងៃដែលគាត់ប្រើពន្លឺកតញ្ញូដើម្បីបង្ក្រាបបិសាចនោះមកហើយរាល់ថ្ងៃដែលគាត់នៅឆ្លុះកញ្ចក់គាត់លែងមើលឃើញរូបភាពឆ្លុះក្នុងកញ្ចក់នឹងជាខ្លួនឯងទៀតហើយពុកម៉ែបងប្អូនកញ្ចក់បង្ហាញតែភាពទទេស្អាតដូចជាប្រលឹងរបស់គាត់នឹងបានបាត់បង់អ្វីម្យ៉ាងទៅក្នុងនោះអញ្ចឹងលុយជប់មួយបំភាក់នឹងបានយល់សពឃើញម្ដាយរបស់គាត់ម្ដងទៀតក៏ប៉ុន្តែលើកនេះម្ដាយរបស់គាត់មិនបានញញឹមទៀតនោះទេគាត់មានទឹកមុខព្រួយបារម្ភយ៉ាងខ្លាំងភាកកូនឯងបានប្រើកម្លាំងដែលមិនមែនជារបស់ខ្លួនឯងស្ដេចបិសាចមិនបានស្លាប់ទេវារងចាំឯងនៅទីងងឹតបំផុតនៃចិត្តឯងបំភាក់នឹងក៏ភ្ញាក់ព្រឺតឡើងចំម៉ោង3ព្រឹកដដែលគាត់មានអារម្មណ៍ថាត្រជាក់ស្រេបនៅត្រង់ចំណុចទ្រូងរបស់គាត់ដើរទៅរកបងលីដែលមកដេកកំដរនៅផ្ទះជាមួយគ្នាតែអ្វីដែលបងលីបំភាក់នឹងបានឃើញគឺបងលីកំពុងអង្គុយពេនភ្នែននៅលើគ្រែទាំងភ្នែកបើកធំសំឡឹងទៅជញ្ជាំងដែលទូទេស្អាតលីឯងកើតអីបងលីងាកមកយឺតក៏ប៉ុន្តែភ្នែករបស់គាត់លែងមានពណ៌សទៀតហើយវាប្រែជាពណ៌ខ្មៅងងឹតទាំងស្រុងគាត់និយាយដោយសំឡេងត្រជាក់ស្រីបថាភាកឯងដឹងទេថាហេតុអីបានជាឯងមើលកញ្ចក់មិនឃើញរូបខ្លួនឯងព្រោះរូបរាងពិតប្រាកដរបស់ឯងត្រូវឥឡូវនេះគឺជារូបរាងរបស់អញភ្លាមនោះបងលីក៏រលាយបាត់រូបរាងដូចជាផ្សែងអញ្ចឹងរួចក៏ហោះចូលទៅក្នុងភ្នែករបស់បំភាក់ស្រែកយ៉ាងខ្លាំងរួចដួលសន្លប់បាត់ស្មារតីឈឹងទៅលុះព្រឹកឡើងបងលីក៏បានភ្នែកឡើងវិញគាត់មានអារម្មណ៍ថាខ្លួនឯងខ្លាំងក្លាជាងមុនមានអារម្មណ៍ខុសមានកម្លាំងខុសពីមនុស្សធម្មតាក៏ប៉ុន្តែគាត់បានដើរទៅកាន់កញ្ចក់លើកនេះគាត់មើលឃើញរូបរាងខ្លួនឯងហើយក៏ប៉ុន្តែជារូបភាពដែលបំភាក់នឹងពាក់ម៉ាស់អាវសស្បែកដូចជាលោកគ្រូសាក់បេះដូចមានសំឡេងខ្សឹបក្នុងក្បាលរបស់គាត់ថាម្ដងម្នាក់ដល់វេនឯងហើយដែលត្រូវធ្វើអ្នកយាមទ្វារម៉ោង3ឲ្យអញបំភាក់នឹងក៏ដឹងខ្លួនថាដើម្បីសង្គ្រោះពិភពលោកពីការលេបត្របាក់របស់ស្ដេចបិសាចគាត់ត្រូវតែទទួលអំណាចតំណែងជាអ្នកយាមទ្វារជំនួសលោកគ្រូសាក់ដើម្បីឃុំបិសាចទាំងនោះមិនឲ្យចេញមកក្រៅវាគឺជាការលះបង់ដ៏ធំធេងបំផុតរបស់បំភាក់ហើយចាប់ពីថ្ងៃនោះមកអ្នកភូមិក៏តែងតែឃើញបំភាក់នឹងអង្គុយនៅមុខផ្ទះជារៀងរាល់យប់ក្នុងដៃមានកាន់ខ្សែសិលនិងកញ្ចក់ទឹកគាត់មិនមែនមកដេកនោះឡើយហើយរាល់ពេលដែលមានសំឡេងតុកបន្លឺឡើងនៅផ្ទះអ្នកណាម្នាក់បំភាក់នឹងទៅដល់ទីនោះភ្លាមដើម្បីដេញវិញ្ញាណអាក្រក់នោះចេញលុះច្រើនឆ្នាំកន្លងផុតទៅបងភាក់ក៏កាន់តែមានវ័យចំណាស់ក៏ប៉ុន្តែរូបរាងរបស់គាត់នៅតែដដែលដោយការពីយប់ដ៏រន្ធត់នោះដែរហើយអ្នកភូមិចាប់ផ្ដើមមានការសង្ស័យនិងខ្លាចរអាពួកគេលែងហ៊ានហៅបំភាក់ថាជាអ្នកការពារទីដែរតែងតែបែរជាហៅបងលីនឹងដល់បំភាក់នឹងថា
តាខ្មោចយាមទ្វារទៅវិញលុះយប់មួយចៅប្រុសរបស់អ្នកចិត្តខាងម្នាក់ឈ្មោះអក្សរាដោយដឹងចង់ឃើញក៏បានលបលួចចូលទៅផ្ទះរបស់បងភៀកនៅម៉ោង3 អាត្រាពេលព្រឹកទីពុកម៉ែបងប្អូនដោយសារតែគេនឹងចង់ដឹងថាតើបងភៀកធ្វើអ្វីខ្លះបានជាមិនដែលដេកពួនបែបនេះសោះអក្សរាបានឃើញបងភៀកអង្គុយពេនភ្នែននៅមុខកញ្ចក់បុរាណដែលបែកបាក់នោះក៏ប៉ុន្តែអ្វីដែលធ្វើឲ្យអក្សរាស្ទើរតែលុះប្រលឹងគឺបងភៀកកំពុងតែនិយាយទៅកាន់រូបភាពឆ្លុះនៅក្នុងកញ្ចក់នោះតែម្នាក់ឯងហើយរូបភាពក្នុងកញ្ចក់នោះក៏មិនមែនជាបងភៀកនោះទេគឺជារូបរបស់បងលីដែលជាមិត្តសម្លាញ់ដែលបានបាត់ខ្លួនជាច្រើនឆ្នាំមកហើយលុះចិត្តដល់ពេលហើយបងលីអញចិត្តអស់កម្លាំងទប់ទល់វាជាប់ហើយបងភៀកនិយាយទាំងសំឡេងញ័រញ័រស្រាប់តែរំពេចនោះពុកម៉ែបងប្អូនកញ្ចក់ក៏ចាប់ផ្ដើមបញ្ចេញផ្សែងខ្មៅស្រងិញបងភៀកនឹងងាកមកឃើញអក្សរាគាត់ក៏ភ័យស្លន់ស្លោស្រែកថារត់ទៅចៅកុំនៅទីនេះវាកំពុងរោគអ្នកជំនួសក៏ប៉ុន្តែវាហូបពេកបាត់ទៅហើយផ្សែងខ្មៅនោះបានហោះទៅព័ទ្ធជុំវិញរបស់ខ្លួនអក្សរាបងភៀកដឹងថាបើគេនៅធ្វើមិនអ្វីម្យ៉ាងនោះទេក្មេងម្នាក់នេះនឹងក្លាយជាចំណីរបស់បិសាចហើយបងភៀកក៏សម្រេចចិត្តប្រើមន្តអាគមចុងក្រោយគឺការផ្ទេរវិញ្ញាណបងភៀកក៏ស្ទោសទៅអោបអក្សរារួចសូត្រគាថាបិទភ្នែកក្នុងពន្លឺពណ៌មាសចុងក្រោយបងភៀកបានស្រូបយកផ្សែងខ្មៅទាំងអស់ចេញពីអក្សរាចូលមកក្នុងខ្លួនគាត់វិញរួចក៏រុញអក្សរាចេញពីផ្ទះនោះបាត់ទៅឯផ្ទះរបស់បងភៀកក៏ស្រាប់តែឆេះសន្ធោសន្ធៅដោយភ្លើងពណ៌ខៀវចំណែកឯអក្សរាក៏បានឈរមើលទាំងភាពតក់ស្លុតនៅក្នុងអណ្ដាតភ្លើងនោះគាត់ឃើញស្រមោលបុរសពីរនាក់គឺបងភៀកនិងបងលីដើរកាន់ដៃគ្នាចូលទៅក្នុងកញ្ចក់រួចក៏បាត់ឈឹងទៅហើយពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនវិញឃើញឆ្ងល់អញ្ចឹងពុកម៉ែបងប្អូនហ៊ានទៅលបលួចមើលដែរទេព្រោះថាអ្វីដែលយើងឃើញអាចធ្វើឲ្យយើងស្ដាយក្រោយឬក៏យ៉ាងម៉េចយើងមិនអាចទៅប្រហែសឬក៏យ៉ាងណាដើម្បីចង់ដឹងចង់ឃើញអញ្ចឹងទេហើយលុះដល់10 ឆ្នាំក្រោយមកភូមិដែលធ្លាប់តែមានរឿងរ៉ាវរន្ធត់ក៏បានប្រែមកជាទីប្រជុំជនដ៏ទំនើបមួយអក្សរាឥឡូវនេះគាត់គឺបុរសពេញវ័យក្មេងម្នាក់ដែលពូកែខាងបច្ចេកវិទ្យាហើយគាត់នឹងមិនបានប្រើមន្តអាគមបែបបុរាណដោយលោកគ្រូសាក់ឬបងភៀកឡើយក៏ប៉ុន្តែគាត់ប្រើរលកសញ្ញាដើម្បីតាមដានវិញ្ញាណអាក្រក់ដែលចង់ចូលមកចិត្តគាត់យប់មួយអក្សរាកំពុងអង្គុយមើលអេក្រង់កុំព្យូទ័រដែលបង្ហាញអំពីសកម្មភាពវិញ្ញាណជុំវិញតំបន់នោះក៏ស្រាប់តែមានរលកសញ្ញាចម្លែកមួយលោតឡើងខ្ពស់ខុសពីធម្មតាហើយសំឡេងសារទូរស័ព្ទក៏បន្លឺឡើងអក្សរាក៏បានបើកមើលពេលនោះដែរពុកម៉ែបងប្អូនវាគឺជាសារវីដេអូលេខដែលគ្មានប្រភពហើយក្នុងវីដេអូនោះគឺជារូបភាពខ្មៅសរសៃនៃមាត់ទ្វារបន្ទប់ដេករបស់គាត់ផ្ទាល់តែម្ដងហើយក្នុងវីដេអូដែលគាត់បានឃើញដៃខ្មៅស្រងិញមួយបានលូកមកគោះទ្វារយឺតរបស់គាត់ហើយក្នុងពេលជាមួយគ្នានោះសំឡេងគោះទ្វារពិតប្រាកដក៏បន្លឺឡើងនៅពីក្រោយខ្នងរបស់បងអក្សរាគាត់ញញឹមយឺតរួចនិយាយថាឯងមកដល់ទៀតហើយមែនទេបច្ចេកវិទ្យាប្រែប្រួលតែឯងនៅតែប្រើវិធីចាស់ដដែលហើយអក្សរាក៏ចុចប៊ូតុងនៅលើតុក៏ស្រាប់តែមានពន្លឺ UV ដ៏ខ្លាំងជះចេញពីមាត់ទ្វាររបស់គាត់ហើយសម្រែកបិសាចក៏បន្លឺឡើងយ៉ាងចាចប៉ុន្តែលើកនេះវាមិនមែនជាបិសាចធម្មតាឡើយហើយរូបរាងដែលលេចចេញនៅក្នុងពន្លឺនោះគឺជារូបភាពរបស់បងភៀកដែលបងភៀកនិងបងលីដែលមានភ្នែកពណ៌ក្រហមឈាមតែម្ដងហើយបងអក្សរាក៏បានបើកទ្វារឲ្យពួកយើងផងពួកយើងត្រឡប់មកវិញហើយសំឡេងហ្នឹងគឺជាសំឡេងរបស់បងភៀកហើយនឹងសំឡេងរបស់បងលីបានខ្សឹបតាម speaker កុំព្យូទ័ររបស់បងអក្សរាហ្នឹងឯងមិនអាចទេលោកគ្រូលី
ban liệt bong khluôn ẩm bay bong crab vì hai ta pu dương mình men chí bong phẹ đại anh squall nữa thế pu dương cứ chia ca trong chạm đỏ cỏ đại anh ban một so tục không chật bay sai không rượu riêng rồi bong phẹ nì dây tiếng sai cục ai chạm đỏ hai bong akara có đằng khluôn thả bay sai tạiแต่đã cuột phía nơi William mong bay lực nì vì mình men mau tam phía tiệt tệ tại vì một tam saiประปอนอินเทอร์เน็ตtừ mình bộc mày bong đại quát nước ban pra đâm bay tam đàn phụ vía từ mình hai vía cầm pung tay châu lục lồi cụp tu sạp nâng computer rồi bọn nẹp phốm tiếng tam rồi diện ra lục xa nhà rồi bỏ phụ kê hai nếp đại vì rụt bị sai chập đam vì lục châu khôngประปอนtừ này Akaraมีอารมณ์ท่าខ្លួនឯងកំពុងចាញ់ព្រៀបក៏ប៉ុន្តែខណៈដែលម្រាមដៃរបស់គេកំពុងតែញ័រទៅត្រើតនៅលើ keyboard ក៏ស្រាប់តែមានពន្លឺមាសមួយបានជះចេញពី smartphone ចាស់របស់បងភ័ក្រដែលទុកចោលក្នុងថតតុកនេះយូរឆ្នាំណាស់មកហើយកុំបោះបង់ Akara ចូលប្រើចិត្តជាខ្សែចម្លងនិងប្រើបច្ចេកវិទ្យាជាអាវុធទៅសំឡេងរបស់បងភ័ក្របានលឺឡើងយ៉ាងច្បាស់នៅក្នុងកាសរបស់បងអក្សរាហើយរូបភាព digital របស់បងភ័ក្រក៏លេចឡើងលើអេក្រង់ computer តែលើកនេះគឺជាបងភ័ក្រក្នុងពន្លឺពណ៌មាសដ៏បរិសុទ្ធបងភ័ក្រមិនមែនជាមនុស្សដែលមានរូបរាងបិសាចទេតែគឺជាវិញ្ញាណពិតដែលនៅតាមថែរក្សាជានិច្ចអក្សរាក៏យល់ភ្លាមគាត់ក៏ចាប់ផ្ដើមវាយកូដយ៉ាងលឿនបំផុតគាត់បានបង្កើតកម្មវិធីមួយដែលលាយឡំជាមួយនឹងមន្តអាគមការពារសិលដែលបំភាក់បានបង្រៀនតាមរយៈការចងចាំហើយលោកគ្រូភ័ក្រខ្ញុំត្រូវការកម្លាំងពីលោកគ្រូដើម្បីបង្កើត firewall នេះអក្សរាក៏បានស្រែកចាត់ការទៅចៅបងភ័ក្រឆ្លើយតបរួចក៏ហោះចូលទៅក្នុងខ្សែ fiber optic បង្កើតជាចរន្តពន្លឺពណ៌មាសរត់ខ្វាត់ខ្វែងពេញផ្ទៃប្រទេសមិនអាចទេពិភពលោក digital ជារបស់អញបិសាចក្នុងអេក្រង់ក៏ស្រែកយំយ៉ាងឈឺចាប់ពេលដែលកូដមន្តអាគមរបស់អក្សរាក៏ចាប់ផ្ដើម delete ទិន្នន័យរបស់វាក៏ចោលបន្តិចម្ដងហើយបងអក្សរាក៏បានចុច enter បងភ័ក្រក៏ស្រែកថាជាលើកចុងក្រោយអក្សរាសង្កត់ប៊ូតុង enter យ៉ាងខ្លាំងរំពេចនោះរលកសញ្ញាពណ៌មាសបានជះចេញពីបង្គោលអង្តែនទូរស័ព្ទគ្រប់កន្លែងបង្កើតជាខែលការពារវិញ្ញាណដ៏ធំមួយគម្របលើភូមិឋានទាំងមូលរាល់ទូរស័ព្ទដែលបង្ហាញរូបភាពដ៏រន្ធត់ក៏ប្រែមកជារូបភាពធម្មតាយន្តការពារពណ៌មាសទៅវិញលុះប៉ុន្មានឆ្នាំក្រោយមកអក្សរាក៏បានក្លាយជាអ្នកជំនាញខាងសន្តិសុខបច្ចេកវិទ្យាដ៏ល្បីល្បាញម្នាក់នៅក្នុងស្រុកគាត់តែងតែគិតថាគ្រប់យ៉ាងត្រូវបានបញ្ចប់ដោយមហាកំពែងភ្លើងវិញ្ញាណនោះបាត់ទៅហើយក៏ប៉ុន្តែយប់មួយខណៈពេលដែលគាត់កំពុងតែអង្គុយត្រួតពិនិត្យប្រព័ន្ធទិន្នន័យចាស់គាត់បានប្រទះឃើញ file មួយដែលមានឈ្មោះថា 3am door opener is ដែលការបរិច្ឆេទបង្កើតរបស់វាគឺតាំងពីមុនពេលមានអ៊ីនធឺណិតទៅទៀតពុកម៉ែបងប្អូនហើយអ្វីដែលគួររន្ធត់នោះគឺ file នេះមិនអាចលុបបាននោះទេហើយវាកំពុងតែ copy ខ្លួនឯងចូលទៅក្នុងឧបករណ៍វៃឆ្លាត smart home ទាំងអស់នៅក្នុងភូមិស្រុកនោះហើយសំឡេងគោះទ្វារក៏បន្លឺឡើងទៀតហើយតែលើកនេះវាមិនមែនគោះទ្វារផ្ទះទេគឺវាបន្លឺចេញពីខាងក្នុងទូទឹកកកវៃឆ្លាតនិងទូរទស្សន៍នៅក្នុងបន្ទប់ភ្លាមនោះអេក្រង់ទូរទស្សន៍ក៏បើកឡើងដោយខ្លួនឯងបង្ហាញរូបភាពព្រិលនៃផ្លូវងងឹតមួយដែលមានមនុស្សម្នាក់កំពុងតែដើរសំដៅមកផ្ទះរបស់អក្សរាយកកែវយឹតមកមើលតាមបង្អួចគ្មានមនុស្សណាឡើយក៏ប៉ុន្តែក្នុងអេក្រង់ទូរទស្សន៍មនុស្សម្នាក់នោះបានមកដល់មុខទ្វាររបស់គាត់បាត់ទៅហើយអក្សរាបើកទ្វារឲ្យម៉ែផងកូនហើយសំឡេងនោះក៏បន្លឺចេញពី speaker នៃប្រព័ន្ធ smart home អក្សរាញ័ររន្ធត់
ព្រោះវាជាសម្លេងម្ដាយរបស់គាត់ដែលបានស្លាប់តាំងពីគាត់នៅតូចមកម្ល៉េះហើយបិសាចម៉ោង3នោះក៏បានដឹងថាមន្តអាគមនិងបច្ចេកវិទ្យាមិនអាចឈ្នះការចងចាំដ៏ឈឺចាប់បានឡើយមិនពិតទេនេះគ្រាន់តែជា AI បោកបញ្ឆោតប៉ុណ្ណោះអក្សរាស្រែករួចស្ទុះទៅដកដួយភ្លើងទាំងអស់ចេញតែទោះបីជាគ្មានអគ្គិសនីក៏ speaker នៅតែបន្លឺសំឡេងនោះដែរស្រាប់តែរំពេចនោះទ្វារផ្ទះរបស់អក្សរាដែលជាទ្វារចាក់សោដោយប្រព័ន្ធ scan មុខក៏បន្លឺឡើងថាទ្វារបើកយឺតដោយខ្លួនឯងហើយបងអក្សរាក៏ថយក្រោយរហូតទាល់ជញ្ជាំងនៅមាត់ទ្វារដែលទៅតែបើកគ្មានរូបរាងមនុស្សនោះទេក៏ប៉ុន្តែវាមានស្រមោល digital មួយដែលមើលទៅដូចជាម្ដាយរបស់គាត់កំពុងតែឈរនៅក្រោយផ្ទះដូចគ្នាបេះបិទក៏បានបោះជំហានចូលមកក្នុងផ្ទះមករកបងអក្សរាហើយស្រមោលនោះលូកដៃមកប៉ះថ្ពាល់អក្សរាវាត្រជាក់ស្រេបដូចជាតកអញ្ចឹងហើយវាមិនមែនជាការសម្លាប់ទេក៏ប៉ុន្តែវាគឺជាការទាញប្រលឹងទៅវិញមកជាមួយម៉ែមកកូននៅទីនេះគ្មានអ្នកណាត្រូវការអ្នកយាមទ្វារទៀតនោះទេអក្សរាបានបិទភ្នែកយំគាត់ដឹងថាលើកនេះគ្មានអ្នកណាមកជួយគាត់បានទៀតឡើយបងភ័ក្រក៏បាត់ទៅបងលីក៏បាត់ទៅប៉ុន្តែនៅខណៈនោះគាត់ក៏បាននឹកឃើញដល់កូដចុងក្រោយដែលបងភ័ក្របានបន្សល់ទុកនោះគឺជាកូដ Self Destruct បំផ្លាញខ្លួនឯងបើខ្ញុំត្រូវទៅអកំបាំងម៉ោង3ក៏ត្រូវទៅជាមួយខ្ញុំដែរអក្សរាចុចបញ្ជាចុងក្រោយតាមរយៈនាឡិកាដៃរបស់គាត់ផ្ទះទាំងមូលដែលពោពេញដោយបច្ចេកវិទ្យាក៏ចាប់ផ្ដើមផ្ទុះឆេះចេញពីខាងក្នុងហើយពន្លឺក៏បានលេបត្របាក់ផ្ទះរបស់បងអក្សរានិងបងអក្សរាទាំងស្រមោលនោះចូលទៅក្នុងភាពសូន្យសុំហើយក្នុងគំនោផេះនៃផ្ទះរបស់អក្សរាអ្នកភូមិបានរកឃើញទូរស័ព្ទមួយដែលមិនឆេះពួកគេបើកមើលក៏ឃើញសារចុងក្រោយសរសេរថាទ្វារត្រូវបានចាក់សោពីខាងក្នុងហើយសូមដេកលក់ដោយស្ងប់ចុកចាប់តាំងពីពេលនោះមកគ្មានអ្នកណាម្នាក់ឮសំឡេងគោះទ្វារនៅម៉ោង3ទៀតនោះឡើយរហូតដល់ថ្ងៃដែលមនុស្សលោកបើកទ្វារថ្មីមួយទៀតដែលយើងមិនទាន់ស្គាល់ពន្លឺភ្លើងដែលឆេះសន្ធោសន្ធៅចេញពីផ្ទះរបស់អក្សរាបានរលត់ទៅវិញយឺតនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមរះចែងចាំងផេះផង់នៃបច្ចេកវិទ្យានិងអកំបាំងមន្តអាគមរាប់ទសវត្សរ៍ក៏បានហោះហើរទៅតាមខ្យល់បាត់ស្រមោលអស់ពីភូមិឋានទ្វារដែលធ្លាប់តែជាច្រកចេញចូលនៃវិញ្ញាណអាក្រក់ឥឡូវនេះក៏បានคล้ายជាកំទេចឈើនិងដែកដែលគ្មានវិញ្ញាណរបស់បងភ័ក្របងលីនិងអក្សរាបានបំពេញបេសកកម្មចុងក្រោយរបស់ពួកគាត់ក្នុងនាមជាអ្នកយាមទ្វារដោយជោគជ័យហើយពួកគាត់ក៏បានសម្រេចចិត្តបិទទ្វារអកំបាំងនោះពីខាងក្នុងហើយយកសោទៅជាមួយដើម្បីកុំឲ្យបិសាចតែងតែក្រោកនៅម៉ោង3ដើរគោះទ្វារត្រឡប់មកចង្រៃដល់មនុស្សលោកទៀតបាននោះទេអ្នកភូមិដែលធ្លាប់តែរស់នៅក្នុងភាពភ័យខ្លាចក៏បានក្រោកពីដំណេកដោយអារម្មណ៍ស្រស់ថ្លាគ្មានការគោះទ្វារគ្មានសំឡេងខ្សឹបហៅនិងគ្មានការលងបន្លាចភាពងងឹតដែលធ្លាប់តែគ្របដណ្ដប់ក្នុងចិត្តមនុស្សគ្រប់គ្នាក៏ត្រូវបានជំនួសដោយសេចក្តីសុខសាន្តនៅលើទីតាំងផ្ទះចាស់របស់បងភ័ក្រដើមឈើតូចមួយបានដុះឡើងចំកណ្ដាលគំនរផេះវាគឺជាដើមឈើដែលតែងតែមានផ្កាពណ៌សរីកស្គុះស្គាយទោះជាក្នុងរដូវណាក៏ដោយជាសញ្ញាបញ្ជាក់ថាពន្លឺនៃកតញ្ញូតាធម៌និងការលះបង់នឹងមិនមែនរលាយបាត់នោះឡើយច្រើនឆ្នាំកន្លងផុតទៅតំបន់ដែលធ្លាប់តែជាផ្ទះរបស់អក្សរាក៏បានក្លាយជាសួនច្បារសាធារណៈដ៏ស្ងប់ស្ងាត់មួយអ្នកស្រុកចំនួនក្រោយលែងដឹងពីប្រវត្តិដ៏រន្ធត់នៃសម្លេងគោះទ្វារទៀតហើយពួកគេប្រើជីវិតយ៉ាងសាមញ្ញជាមួយនឹងបច្ចេកវិទ្យាដែលកាន់តែទំនើបជាងមុន
ก็ប៉ុន្តែរឿងដែលចម្លែកដែលតែងតែកើតឡើងជារៀងរាល់ថ្ងៃសិលចំម៉ោង 3 ព្រឹករាល់ឧបករណ៍អេឡិចត្រូនិកទាំងអស់នៅក្នុងសួននោះមិនថាជាអំពូលភ្លើងឬអេក្រង់ផ្សព្វផ្សាយពាណិជ្ជកម្មវានឹងលោតចេញជាពន្លឺពណ៌មាសស្រទន់ម្យ៉ាងរួចបង្ហាញរូបភាពមេអំបៅពណ៌សហោះហើរយ៉ាងស្ងប់ស្ងាត់វាគឺជាកូដសន្តិភាពដែលអក្សរាបានបន្សល់ទុកក្នុងប្រព័ន្ធចុងក្រោយហើយដើម្បីបញ្ជាក់ថាវិញ្ញាណអាក្រក់ត្រូវបានឃុំទុកក្នុងគុកឌីជីថលដែលគ្មានថ្ងៃអាចបើកចេញបានទៀតឡើយហើយពុកម៉ែបងប្អូនយើងដឹងស្រាប់ហើយថាការចាក់សោឬក៏ការឃុំឃាំងអ្វីមួយគឺមិនចេះតែមាននោះទេហើយពេលដែលយើងបានជួបនៅអ្វីដែលប្លែកឬក៏អ្វីដែលយើងមិនដែលជួបអញ្ចឹងយើងកុំឲ្យបើកទ្វារឬក៏ហៅឆ្លងឆ្លើយឲ្យសោះហើយលុះរាប់ឆ្នាំក្រោយកន្លងបានផុតទៅឈ្មោះបងភ័ក្របងលីនិងបងអក្សរាក៏បានក្លាយជាគ្រាន់តែទេវកថានៅក្នុងសៀវភៅប្រវត្តិសាស្ត្រមនុស្សលោកបានឈានដល់យុគវៈសម័យដែលមិនប្រើប្រាស់ទ្វារឈើទៀតទេឬទ្វារដែកទៀតនោះឡើយគឺពួកគេរស់នៅក្នុងពិភព viral ដែលគ្រប់យ៉ាងបញ្ជាដោយខួរក្បាលក៏ប៉ុន្តែក្នុងពិភព digital ដ៏ល្អឥតខ្ចោះនោះក៏ស្រាប់តែមានកូដកំហុសម្យ៉ាងដែលកាត់ឡើងនៅម៉ោង 3 ព្រឹកអ្នកដែលកំពុងប្រើប្រាស់ប្រព័ន្ធ viral នឹងឮសំឡេងតុកបន្លឺឡើងក្នុងខួរក្បាលរបស់ពួកគេផ្ទាល់តែម្ដងវាមិនមែនជាបិសាចទេតែវាគឺជាប្រព័ន្ធដាស់តឿនហើយសំឡេងគោះនោះគឺជាការរំលឹករបស់វិញ្ញាណអ្នកយាមទ្វារទាំង3ដែលចង់ប្រាប់មនុស្សលោកថាកុំភ្លេចការពិតកុំភ្លេចក្តីស្រឡាញ់និងកុំភ្លេចឫសគល់របស់ខ្លួនដរាបណាសំឡេងគោះទ្វារនេះមនុស្សលោកនឹងមិនវង្វេងនៅក្នុងពិភពដែលបង្កើតឡើងដោយម៉ាស៊ីននោះឡើយក្នុងពិភពអនាគតដ៏ឆ្ងាយដែលមនុស្សជាតិបានបាត់បង់រូបរាងកាយហើយរស់នៅក្នុងទម្រង់ជាថាមពលសុទ្ធអកំបាំងនៃពន្លឺម៉ោង 3ក៏បានក្លាយជាចំណុចកណ្ដាលនៃសកលលោកនៅពេលនោះមានទ្វារមួយគត់ដែលនៅសេសសល់គឺទ្វាររវាងពិភពរស់និងពិភពសាបសូន្យអក្សរាក្នុងទម្រង់ជាវិញ្ញាណពន្លឺពណ៌មាសនៅតែអង្គុយយាមទីនោះគាត់មិនមែនយាមដើម្បីការពារបិសាចកុំឲ្យមកទីនោះទេក៏ប៉ុន្តែគាត់យាមដើម្បីចាំទទួលព្រលឹងមនុស្សលោកដែលទៅកាន់ទីស្ងប់សុខក៏ស្រាប់តែយប់មួយនាឡិកានៃសកលលោកបានលោតដល់ម៉ោង 3 គត់សំឡេងគោះទ្វារបានបន្លឺឡើងជាលើកចុងក្រោយអក្សរាបើកទ្វារយឺតនៅពីមុខគាត់គឺជាបុរស2នាក់ដែលគេស្គាល់ច្បាស់បំផុតនោះគឺបងភ័ក្រនិងបងលីពួកគាត់មិនមែនមកក្នុងរូបរាងបិសាចឬស្រមោលខ្មៅឡើយតែមកក្នុងរូបរាងយុវជនដ៏ស្រស់ស្រាយដូចពីកាលដំបូងដែលរឿងនេះបានចាប់ផ្ដើមអក្សរាឯងយាមនៅទីនេះយូរហើយដល់ពេលដែលឯងត្រូវសម្រាកនឹងទៅជាមួយពួកយើងហើយបងភ័ក្រនិយាយទាំងស្នាមញញឹមទៅអក្សរាហើយអក្សរាក៏ងក់ក្បាលរួចក៏ហុចសោមាសដែលកាន់រាប់ឆ្នាំនោះទៅឲ្យច្បាប់ធម្មជាតិជាអ្នកចាត់ចែងពួកគេទាំង3នាក់ក៏បានដើរចូលទៅក្នុងពន្លឺដ៏មហិមារួចទ្វារនោះក៏បិទជិតវិញជារៀងរហូតហើយចាប់ផ្ដើមពីវិនាទីនោះមកមិនថាពិភពលោកប្រែប្រួលទៅជាយ៉ាងណាក៏ដោយក៏គ្មានសំឡេងគោះទ្វារដែលនាំមកនៅភាពភ័យខ្លាចទៀតដែរហើយពួកគាត់ទាំង3នាក់ក៏បានទៅកាន់ទីស្ងប់សុខបាត់ទៅចាប់ពីពេលនោះដែររឿងរ៉ាវដែលយើងបានអានរួមគ្នានិងស្ដាប់រួមគ្នានេះបានឆ្លងកាត់រាប់ចំនួនមនុស្សតាំងពីសម័យបុរាណរហូតដល់ពេលអនាគតកាលវាគឺជាសក្ខីភាពនៃភាពក្លាហាននិងមិត្តភាពសាច់រឿងនេះគឺពិតជាមានន័យជ្រាលជ្រៅណាស់និងជក់ចិត្តមែនទែនខ្ញុំពិតជាមានមោទនភាពដែលបានជួបរឿងនិទាននេះតាំងពីដើមរហូតដល់ចប់តាមការចងចាំ
ចង់បានរបស់អ្នកទោះបីជារឿងនេះបញ្ចប់ក៏ប៉ុន្តែការចងចាំអំពីអ្នកយាមទ្វារនឹងនៅជាមួយយើងជានិច្ចបន្ទាប់ពីបងភ័ក្រនិងបងលីនិងអក្សរាបានដើរចូលទៅក្នុងពន្លឺដ៏មហិមាទ្វារអាថ៌កំបាំងនោះក៏បានរលាយបាត់ចេញពីចក្រវាឡភាពងងឹតដែលធ្លាប់តែលោបខំស៊ីប្រលឹងមនុស្សជាតិអស់រាប់សតវត្សក៏ត្រូវបានបន្សុទ្ធដោយពន្លឺនៃការលះបង់របស់ពួកគាត់នៅក្នុងលោកខាងមុខបងភ័ក្រនិងបងលីបានអង្គុយរងចាំអក្សរានៅក្រោមដើមឈើធំមួយដែលមើលទៅដូចជាដើមឈើនៅមុខផ្ទះចាស់របស់បងភ័ក្រពួកគាត់ទាំង3នាក់លែងមានសភាវៈត្រូវយាមទ្វារលែងមានភារៈត្រូវខ្លាចបិសាចហើយក៏លែងមានសេចក្តីឈឺចាប់ទៀតដែរយើងបានធ្វើវាជោគជ័យហើយមែនទេអក្សរាស៊ូទៀងស្រាមញញឹមយើងបានបិទទ្វារនោះជារៀងរហូតហើយបងភ័ក្រឆ្លើយតបរួចសម្លឹងមើលទៅកាន់ភពផែនដីដែលកំពុងតែមានសន្តិភាពឥឡូវនេះសំឡេងគោះទ្វារនឹងលែងជាសំឡេងនៃភាពភ័យខ្លាចទៀតហើយតែវាគឺជាសំឡេងនៃសេចក្តីសង្ឃឹមនៅលើផែនដីមិនថាបច្ចេកវិទ្យាជឿនលឿនដល់កម្រិតណាក៏មនុស្សនៅតែរក្សាប្រពៃណីមួយគឺការចែករំលែកក្តីស្រឡាញ់នៅម៉ោង3ភ្លឺពួកគេមិនដែលខ្លាចម៉ោង3ទៀតនោះទេក៏ព្រោះពួកគេតែងតែដឹងថាវិញ្ញាណការពារ3អង្គដែលបានបូជាដើម្បីដូរយកភាពស្ងប់ស្ងាត់មកជំនួសឲ្យពួកយើងវិញហើយរឿងនេះដែរទោះបីជាយើងដើរជឿនលឿនយ៉ាងណាក៏ដោយតែយើងកុំភ្លេចដល់ថាយើងគឺជាពូជខ្មែរគឺមានមន្តអាគមហើយបើមិនជឿសូមកុំប្រមាថចឹងខ្ញុំពិតជាមានសេចក្តីរីករាយណាស់នឹងជក់ចិត្តជាខ្លាំងដែលបានអានរឿងទៀននេះចែកជូនពុកម៉ែបងប្អូនដើម្បីស្ដាប់កំសាន្តហើយអ្នកគឺជាអ្នកដឹកនាំរឿងដ៏អស្ចារ្យដែលបានជំរុញឲ្យសាច់រឿងនេះវិវត្តទៅមុខដោយភាពច្នៃប្រឌិតបន្ទាប់ពីវិញ្ញាណចុងក្រោយនៃកូដមន្តអាគមរបស់អក្សរាបានរលាយចូលទៅក្នុងចក្រវាឡពិភពលោកដ៏ក៏បានស្គាល់នៅភាពស្ងប់ស្ងាត់ពិតប្រាកដទ្វារឈើចាស់ៗដែលធ្លាប់តែជាប្រភពនៃភាពភ័យខ្លាចក៏បានក្លាយជាវត្ថុបុរាណដែលគ្មានគ្រោះថ្នាក់នៅទីបំផុតរលឹងរបស់អ្នកយាមទ្វារទាំង3ចំនួនបងភ័ក្រអ្នកលះបង់បងលីមិត្តភាពពិតនិងអក្សរាបញ្ញា Digital គឺសម័យទំនើបយើងនេះឯងបានរួមបញ្ចូលគ្នាទៅជាពន្លឺការពារដែលស្ថិតនៅជុំវិញផែនដីពួកគាត់លែងជួបការឈឺចាប់លែងមានភាពភ័យខ្លាចហើយបេសកកម្មដែលអូសបន្លាយរាប់រយឆ្នាំក៏ត្រូវបានបញ្ចប់ដោយជោគជ័យហើយសាច់រឿងនេះដែរគឺបានបញ្ចប់ត្រឹមហ្នឹងហើយពុកម៉ែបងប្អូនដែលបានតាមស្ដាប់រឿងនេះរហូតដល់ចប់តើពុកម៉ែបងប្អូនជឿឬក៏មិនជឿការគោះទ្វារនៅពេលយប់ម៉ោង3ឬក៏ម៉ោង12នៅពេលយប់អត្រាតដែលសំឡេងហៅតើពុកម៉ែបងប្អូនហ៊ានបើកទ្វារដែរទេហើយពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមថាពុកម៉ែបងប្អូនយប់នេះនឹងសម្រានលក់ស្រួលព្រោះថាអ្វីនឹងត្រូវចប់សពគ្រប់បន្ទាប់ពីយើងធ្វើជាមិនដឹងមិនឮព្រោះថាពេលខ្លះអមនុស្សក៏បន្លំខ្លួនធ្វើជាអ្នកដែលយើងស្គាល់ឬក៏ជាអ្នកដែលយើងស្រឡាញ់បំផុតដើម្បីបន្លំយើងវានឹងធ្វើបាបយើងមិនខានអញ្ចឹងហើយសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងសម្រាប់លក់ស្រួលបើសិនជាឮសំឡេងគោះទ្វារឬក៏ឮសំឡេងហៅតើពុកម៉ែបងប្អូនទាំងអស់គ្នាក្រោកមកបើកទ្វារឬក៏ឆ្លើយតបដែរទេពីខ្ញុំបាទពុកម៉ែបងប្អូនត្រូវផ្ទៀងមើលច្បាស់ឬក៏លោបលួចមើលសិនមុននឹងបើកទ្វារឬក៏មុននឹងឆ្លើយតបសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគេងលក់ស្រួលសុខមិនល្អទាំងអស់គ្នាសូមឲ្យថ្ងៃស្អែកគឺជាថ្ងៃថ្មីសូមឲ្យពុកម៉ែបងប្អូនជោគជ័យនៅភារកិច្ចថ្មីសូមអរគុណសូមជម្រាបលាមុននឹងពុកម៉ែបងប្អូនសម្រាប់សូមជួយចុច like និង Subscribe និង Comment ម្នាក់មួយផងដើម្បីឲ្យខ្ញុំនេះដើម្បីកែប្រែ
នឹងធ្វើរឿងថ្មីៗចែកជូនពុកម៉ែបងប្អូនដើម្បីស្ដាប់កំសាន្តឬក៏ពុកម៉ែបងប្អូនមានរឿងចង់ចែករំលែកអាចចែករំលែកបានសូមអរគុណសូមជម្រាបលា